បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកពាក្យ10នៅក្នុងវិស័យធនាគារហើយនឹងលក្ខខណ្ឌឥណទានបាទដែលពាក្យទីមួយនោះគឺcredit worthiness បាទ credit worthiness នេះគឺយើងចង់សំដៅទៅលើសមត្ថភាពក្នុងការសងបំណុលឬក៏សមត្ថភាពដែលគាត់ទទួលបានកម្ចីបាទពីធនាគារឬក៏ស្ថាប័នផ្ដល់កម្ចីហើយសម្រាប់ពាក្យទី2គឺ collateral បាទដែលយើងអាចហៅម្យ៉ាងទៀតថា security ឬក៏ guarantee បាទដែលយើងសំដៅទៅលើវត្ថុប្រចាំឬក៏ទ្រព្យដាក់ធានាហ្នឹងបាទហើយពាក្យទី3គឺ loan tender បាទឬក៏ repayment period ឬក៏ duration ឬក៏ term បាទដែលយើងចង់សំដៅទៅលើរយៈពេលនៃការខ្ចីប្រាក់ពាក្យទី4គឺ interest rate បាទដែលយើងហៅម្យ៉ាងទៀតថា borrowing cost ឬក៏ rate ដែលអត្រាការប្រាក់បាទឧទាហរណ៍ថា10%ក្នុងមួយឆ្នាំឬក៏1.1ក្នុងមួយខែបាទក៏ថាបានដែរបាទហើយពាក្យទី5គឺ principal បាទឬក៏ original amount បាទដែលយើងចង់សំដៅទៅលើប្រាក់ដើមដែលគាត់បានខ្ចីឧទាហរណ៍ថាគាត់ខ្ចី30,000អញ្ចឹងប្រាក់ដើមគាត់30,000ហើយបើគាត់បង់អស់100,000គឺប្រាក់ដើមគាត់នៅសល់20,000បាទហើយពាក្យទី6បាទ non performance loan បាទដែលយើងភាគច្រើនហៅថា NPL បាទឬក៏ bad loan ឬក៏ default ពាក្យទាំងអស់នេះគឺជាកម្ចីដែលមិនដំណើរការបាទគឺមានន័យថាកម្ចីដែលយឺតយ៉ាវចាប់ពី90ថ្ងៃឡើងធំជាង90ថ្ងៃហើយពាក្យទី7បាទ debt switch ឬក៏ repayment obligation បាទការទូទាត់បំណុលពាក្យទី9តកតងទៅនឹង credit limit ឬក៏ borrowing ceiling បាទនេះគឺជាកម្រិតឥណទានបាទអញ្ចឹងកម្រិតឥណទានគាត់ទទួលបានឧទាហរណ៍ថា50,000 10,000អញ្ចឹងណាបងប្អូនបាទហើយពាក្យទី9 reassessment ឬក៏ credit evaluation បាទការវិនិច្ឆ័យតម្លៃហានិភ័យឬក៏ការវិនិច្ឆ័យតម្លៃឥណទាននឹងបាទហើយពាក្យទី10បាទ repayment schedule ឬក៏ payment plan បាទតារាងសងប្រាក់របស់អតិថិជនតារាងសងប្រាក់បាទអញ្ចឹងទាំងនេះគឺជាពាក្យទាំង10ដែលតាក់ទងទៅនឹងវិស័យធនាគារលក្ខខណ្ឌនៃការអនុម័តឥណទានផ្សេងៗបាទហើយបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចជួយ comment បានបាទសូមអរគុណ